ជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំមានបទពិសោធន៍មួយចែកម្លែកអ្នកទាំងអស់គ្នាកាលពីប្រហែលឆ្នាំមុនអញ្ចឹងខ្ញុំធ្លាប់ធ្វើការងារជាក្រុមអញ្ចឹងខ្ញុំចង់ចែកម្លែកអ្នកទាំងអស់គ្នាចេះការងារជាក្រុមពិតជាមិនងាយស្រួលនោះទេជាពិសេសគឺការងារដែលយើងមិនធ្លាប់មានបទពិសោធន៍ហើយការងារហ្នឹងហាក់បីដូចជាមេរបស់យើងឬមួយក៏អ្នកដែលដឹកនាំយើងហ្នឹងគឺគេបានរៀបអន្ទាក់ឲ្យយើងដើរទៅហើយគឺគេបានវាស់មានន័យថាគេបានវាស់ជំហានឲ្យយើងដើរហើយដល់ពេលគូផ្សំនឹងយើងមានឆន្ទៈនៅក្នុងការធ្វើការងារហ្នឹងយើងស្រឡាញ់ការងារហ្នឹងយើងចង់សម្រេចការងារហ្នឹងយើងអត់គិតអ្វីទាំងអស់អ្វីដែលយើងខំប្រឹងប្រែងគឺការធ្វើដូច្នេះហើយខ្ញុំចង់ចែកម្លែកអ្នកទាំងអស់គ្នាថាអញ្ចឹងតាមពិតទៅយើងមិនមែនជាមនុស្សល្ងងទេមានន័យថាអ្វីដែលយើងធ្វើគឺភាពស្មោះត្រង់ហើយនឹងការឲ្យតម្លៃទៅលើមេដឹកនាំទៅលើអ្នកដែលដឹកនាំយើងប៉ុន្តែគេអត់បានឲ្យតម្លៃដល់យើងទេហើយគេមានក្រុមគេផ្សេងមួយទៀតដើម្បីចាំបិទគូតមានន័យថាទោះបីជាថ្ងៃមួយអស់យើងទៅក៏គេមានអ្នកផ្សេងទៀតដើម្បីធ្វើការងារនឹងដែរអញ្ចឹងខ្ញុំគាត់នឹងចែកម្លែកអ្នកទាំងអស់គ្នាថានៅពេលដែលឆ្លងកាត់បទពិសោធន៍រឿងរ៉ាវហ្នឹងកុំបន្ទោសខ្លួនឯងកុំបន្ទោសខ្លួនឯងថាជាមនុស្សល្ងងកុំបន្ទោសខ្លួនឯងថាមិនឆ្លាតតាមពិតមិនមែនទេដោយសារតែពេលដែលយើងធ្វើគឺយើងគិតថាគឺយើងលះបង់ដើម្បីកន្លែងហ្នឹងមានន័យថាឧទាហរណ៍ថាបើយើងធ្វើការងារដើម្បីជាតិយើងគិតថាយើងលះបង់ដើម្បីជាតិបើយើងគិតថាដើម្បីក្រុមគឺយើងធ្វើលះបង់ដើម្បីក្រុមប៉ុន្តែអ្នកដឹកនាំរបស់យើងឬក៏មេរបស់យើងគេអត់គិតដូចយើងទេគេមើលឃើញអំពីសក្តានុពលគេមើលឃើញអំពីសមត្ថភាពរបស់យើងក៏ប៉ុន្តែគេមិនបានផ្ដល់តម្លៃឲ្យយើងទេហើយគេដឹងថាយើងនឹងគេឲ្យដើរត្រឹមកន្លាណាឧទាហរណ៍ថា5ជំហានដែលគេឲ្យយើងដើរហ្នឹងគម្រប់5ជំហានហ្នឹងគឺគេទាត់យើងចេញពីកន្លែងហ្នឹងឯងគេគំនូសដែលគេគូសឲ្យមកគឺគ្រប់តែត្រឹម5ជំហានទេខ្ញុំដឹងថាខ្ញុំបីដូចជាกระดาษសមួយចឹងនៅពេលដែលខ្ញុំដើរចូលទៅកន្លែងហ្នឹងវាហាក់បីដូចជាអន្ទាក់ដែលគេបានរៀបចំហើយអញ្ចឹងប៉ុន្តែខ្ញុំមិនដែរទៅចិត្តខ្លួនឯងទេដំបូងខ្ញុំមានអារម្មណ៍មួយថាវាសក់វាហាក់បីដូចជារន្ធត់មែនតើណាប៉ុន្តែក្រោយមកខ្ញុំអត់ទេខ្ញុំចាប់ផ្ដើមតាំងចិត្តមកវិញដំបូងខ្ញុំគិតបន្ទោសខ្លួនឯងដែរថាខ្លួនឯងមិនឆ្លាតខ្លួនឯងល្ងងអញ្ចឹងណាប៉ុន្តែគិតត្រឡប់មកវិញមិនមែនយើងល្ងងទេតែដោយសារអីដោយសារយើងអត់មានបទពិសោធន៍ទៅលើការងារហ្នឹងទី1បទពិសោធន៍គេក្រាស់ក្រែលហើយគេដើរនៅលើវិថីហ្នឹងអាចថា30-40ឆ្នាំហើយតែយើងគឺថ្មីសាឡាងអ្វីដែលយើងរៀនគឺមានតែបទពិសោធន៍ពីក្នុងសាលាមកប៉ុន្តែយើងអត់ទាន់បានចូលអនុវត្តទេប៉ុន្តែការអនុវត្តហើយនឹងទ្រឹស្ដីគឺខុសគ្នាដាច់អញ្ចឹងហើយវាគឺជាមេរៀនមួយហើយខ្ញុំមានសុភាសិតមួយសម្រាប់ខ្លួនឯងថាមិនមែនខ្ញុំនៅជាមួយមនុស្សអាក្រក់ធ្វើឲ្យខ្ញុំខ្លាយទៅជាមនុស្សអាក្រក់ទេ No អត់អាចទេមានន័យថាបើសិនជាអ្នកឯងជាមនុស្សអាក្រក់ទី5ខ្ញុំមិនអាចខ្លាយទៅជាមនុស្សអាក្រក់ទី6ទេអញ្ចឹងខ្ញុំចាំដល់ពាក្យមួយដែលគេនិយាយថានៅពេលដែលជ្រូកវាបបួលរាជសីប្រយុទ្ធគ្នាឬមួយក៏ឆ្លោះគ្នាឬមួយក៏អីចឹងណាប្រយុទ្ធគ្នាប្រកួតគ្នាចឹងណារាជសីវាដឹកដៃកូនវាដើរចេញហើយដល់ពេលហើយវាកូនវាសួរថាហេតុអីបានជាឪពុកមិនប្រកួតជាមួយជ្រូកដល់ចឹងឪប្រាប់កូនមកថាកូនយើងមានរូបឆោមឡំពណ៌ស្អាតតាំងពីលើដល់ក្រោមហើយចង់និយាយថាសន្តានរបស់យើងសារជាតិរបស់យើងគឺជាសត្វដែលល្អគឺជាសត្វដែលស្អាតស្មោះត្រង់បរិសុទ្ធចឹងណារឿងអីដែលយើងយកទាំងអស់របស់យើងនឹងយកទៅប្រកួតប្រជែងជាមួយជ្រូកដែលវាដេកទៅក្នុងផុកជាមួយអាចជាមួយជ្រាំអីចឹងណាជាមួយលិមួកជាមួយជ្រាំអីចឹងទៅអញ្ចឹងដល់ពេលយើងគិតត្រឡប់មកវិញទោះបីជាគេមិនស្មោះត្រង់ជាមួយយើងគេគឺជាមនុស្សម្នាក់ដែលប្រកែកុហកគេគឺជាមនុស្សម្នាក់ដែលពូកែសម្ដែងក៏មិនអាចប្រែក្លាយយើងឲ្យក្លាយទៅជាមនុស្សដូចគេបានដែរបើសិនជាយើងមានចំហមើងម៉ាត់ជាខ្លួនយើងខ្ញុំទទួលស្គាល់ថាភ្លាមខ្ញុំពិតជាភ្ញាក់ផ្អើលខ្ញុំពិតជារន្ធត់ប៉ុន្តែក្រោយមកខ្ញុំគិតត្រឡប់មកវិញសារជាតិរបស់ខ្ញុំការសិក្សាការរៀនសូត្រក្រុមគ្រួសារឪពុកម្ដាយរបស់ខ្ញុំបានអប់រំទូមានខ្ញុំមកល្អណាស់ទាំងសាលាទាំងគ្រូខ្ញុំពិតជាអរគុណប៉ុន្តែមិនព្រោះតែដើម្បីមនុស្សអាក្រក់ម្នាក់ហ្នឹងណាកែប្រែសន្តានខ្ញុំទៅជាមនុស្សអាក្រក់ដើម្បីសងសឹកមនុស្សម្នាក់ហ្នឹងឯងអត់ទេវាគ្រាន់តែជាបទពិសោធន៍មួយដែលបានឆ្លងកាត់ជីវិតរបស់ខ្ញុំវាគ្រាន់តែជាបទពិសោធន៍ជាមេរៀនមួយបង្រៀនខ្ញុំប៉ុន្តែខ្ញុំក៏មិនច្បាស់ទេតែទៅថ្ងៃមុខទៀតនឹងមានអ្នកបោកខ្ញុំបន្តទៅទៀតខ្ញុំអត់ច្បាស់ទេប៉ុន្តែខ្ញុំក៏អត់ឈឺចាប់អីដែរពីព្រោះអីពាក្យថាពេលដែលគេបោកយើងបានមានន័យថាមិនមែនយើងជាមនុស្សល្ងងទេមានន័យថាគឺម្នាក់នឹងឆ្លាតជាងយើងតែប៉ុណ្្នឹងអញ្ចឹងយើងត្រូវរៀនទៀតទាំងអស់ហ្នឹងហើយដែលធ្វើឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការតស៊ូមិនថាការងារមិនថាមុខរបរមិនថាការរស់នៅក្នុងជីវិតរាល់ថ្ងៃទេមានន័យថាការបោកការភូតកុហកទង្វើអាក្រក់របស់មនុស្សអាក្រក់ដែលធ្វើចំពោះយើងចាត់ទុកថាយើងដាក់ទានឲ្យគេទៅដល់ពេលយើងគិតចឹងយើងសប្បាយចិត្តវិញយើងគិតថាអូខេយើងដាក់ទានឲ្យចាស់អ្វីដែលអ្នកឯងធ្វើចំពោះខ្ញុំហើយខ្ញុំអត់មានជឿទៅលើកម្មផលកម្មពៀថាអូអ្នកឯងធ្វើដាក់ខ្ញុំអាក្រក់ចឹងអ្នកឯងទទួលយកកម្មពៀខ្ញុំអត់ជឿទៅលើច្បាប់កម្មផលទេប៉ុន្តែខ្ញុំជឿជាក់ទៅលើសមត្ថភាពខ្លួនឯងខ្ញុំជឿជាក់ទៅលើខ្លួនឯងថ្ងៃណាមួយដែលខ្ញុំធ្វើល្អហើយនៅតែជួបមនុស្សអាក្រក់មានន័យថាអ្នកនឹងគឺសារជាតិត្រូវបានបង្កើតមកអាក្រក់
mìnhមានន័យថាខ្ញុំជាពាក់កម្មអ្នកឯងទេអាហ្នឹងដែលអ្វីដែលខ្ញុំមានជំនឿលើខ្លួនឯងណាមួយទៀតនៅពេលដែលយើងព្យាយាមធ្វើល្អដាក់មនុស្សអស់ពីលទ្ធភាពហើយក្តីរំពឹងរបស់យើងណាតែយើងគិតថាយើងធ្វើល្អហើយมันអាចមានមនុស្សស្អប់យើងទេយើងធ្វើល្អហើយมันអាចមានន័យថាអ្នកនឹងមិនទទួលយកទង្វើល្អរបស់យើងទេគេច្បាស់ជាល្អជាមួយយើងការយកឃើញខុសហើយកន្លែងហ្នឹងខ្ញុំទទួលស្គាល់ហ្មង